សូមបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូរឿងនិទានថ្មីៗគុណជ័យចង្អុលយកអំបុកក្នុងចង្អេរព្រោះមានម៉ែខ្ញុំទៅនៅគ្រាន់តែចង់ផ្ចាំប្រាជ្ញាគាត់តែប៉ុណ្ណោះទេណាម៉ែដាក់ពេជ្រនោះសេះជូអាចនៅតាមផ្លូវគុណជ័យឬអាចសេះដាក់ថងស្លាមិនឲ្យសល់លោកពួកខ្ញុំមិនដឹងវាបិទលោកតាគ្រាន់តែប្រើខ្ញុំឲ្យចាំចំការតែប៉ុណ្ណោះឥឡូវចំការមានអត់ទេតែបងអ្នកបានលួចប្រពន្ធខ្ញុំបើចង់បានគោទៅវិញរាល់តែយកប្រាក់មកលុះលោកតាមកពិសាបាយលោកតាមកពិសាបាយតិចសិតភ្លើងឆេះផ្ទះហើយលោកតាភ្លើងឆេះផ្ទះហើយលោកតាភ្លើងឆេះផ្ទះហើយលោកតាប្រាខ្ញុំឲ្យទៅយកតែរបស់ស្រានោះអីនេះលោកតាជើងក្រាននេះហើយដែលជាអ្នកផ្ដើមសូមជូនរឿងធនជ័យកុមារកាលពីដើមឡើយមានប្តីប្រពន្ធពីរនាក់នៅរាត្រីមួយនាងជាប្រពន្ធបានយល់សប្តិឃើញថាបេះដូងបេះបានទាំងផ្លែយល់សប្តិឃើញខែរះពេញបរមីលុះនាងភ្ញាក់ឡើងចាំជាក់ក្នុងសុបិននាងក៏ដើរទៅផ្ទះតាហោតែអ្នកហោមិននៅផ្ទះនៅតែប្រពន្ធរបស់តាហោអ្នកអើយអ្នកតើអ្នកហៅនៅផ្ទះទេអ្នកនាងអើយតាហោមិននៅផ្ទះទេតើនាងរកតាហោមានការអ្វីដែរចាអ្នកខ្ញុំមករកតាហោឲ្យទីអំពីសុបិនខ្ញុំនឹងណាអ្នកខ្ញុំសុបិនឃើញថាបេះដូងបេះបានទាំងផ្លែយល់សប្តិឃើញខែរះពេញបរមីនឹងណាអ្នកពេលស្ដាប់ឮសុបិនរបស់នាងហើយប្រពន្ធតាហោគិតក្នុងចិត្តថានាងនឹងកើតបានកូនប្រុសមួយហើយកូននោះនឹងក្លាយជាលោកធំតែប្រពន្ធតាហោមិនប្រាប់ដូច្នេះទេបែរជាប្រាប់នាងថាកូននេះកើតមកនឹងទៅជាខ្ញុំទេនាងស្ដាប់ហើយក៏ត្រឡប់ទៅផ្ទះវិញលុះនាងគ្រប់ខែនាងសម្រាប់បានកូនប្រុសមួយគួរជាទីស្រឡាញ់ហើយដាក់ឈ្មោះថាធនជ័យដល់ពេលធនជ័យអាយុ7ឆ្នាំគេតែងតែដើរលេងនៅមុខផ្ទះសេដ្ឋីរាល់ថ្ងៃឯប្រពន្ធសេដ្ឋីកំពុងត្បាញនៅលើផ្ទះក៏ធ្លាក់គ្រាប់ត្រល់ទៅលើដីអាចារ្យារើសត្រល់ឲ្យយាយបន្តិចណាចៅខ្ញុំរើសឲ្យតែយាយបានអីឲ្យខ្ញុំចំអញឲ្យអំបុកឯងចុះណាដល់ហើយទើបធនជ័យរើសត្រល់ឲ្យគាត់ហើយធនជ័យអង្គុយចាំយកអំបុកពីប្រពន្ធសេដ្ឋីខ្សឹកជួយទៅយកអំបុកឲ្យអាចារ្យមួយកញ្ជើទៅណាអំបុកប៉ុណ្ណឹងខ្ញុំមិនយកទេយាយចាយាអំបុកប៉ុណ្ណឹងហើយមិនក៏ឯងមិនយកធនជ័យនៅតែមិនព្រមយកអំបុកដែលប្រពន្ធសេដ្ឋីឲ្យវានៅតែខឹងយំពីអំបុកថែមទៀតសេដ្ឋីឃើញធនជ័យយំដូច្នោះក៏ដើរចូលមកសួរមើលអាជ័យឯងមានរឿងអីបានជាឯងយំខ្ញុំប្រើវាឲ្យរើសត្រល់នឹងណាឯងខ្ញុំថានឹងឲ្យអំបុកទៅវាឥឡូវខ្ញុំឲ្យអំបុកវាមួយកញ្ជើហើយវានៅតែមិនព្រមយកទៀតនឹងណាឯងមិនដឹងចិត្តអាជ័យទេបើខ្ញុំវិញអីចាក់អំបុកចូលចង្អេរគីឲ្យពេញនិងចាក់អំបុកពេញក្នុងកញ្ជើហើយហៅអាជ័យមកសួរអាជ័យឯងនេះអំបុកពីរនឹងតើឯងយកមួយណាពេលនោះធនជ័យចង្អុលយកអំបុកក្នុងចង្អេរព្រោះមានអំបុកពេញហើយធំទៀតផងធនជ័យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលយកអំបុកក្នុងចង្អេរទៅចាក់ក្នុងបង្វិចវាគិតក្នុងចិត្តថាចង់បោកសិទ្ធិនេះហើយមើលទៅអញនឹងផ្សាំងបញ្ញាគាត់ទៅបានគឺអញសុខចិត្តពេលដើរទៅដល់ផ្ទះធនជ័យនិយាយជាមួយឪពុកម្ដាយថាខ្លួនចង់ទៅបម្រើនៅផ្ទះលោកសេដ្ឋីខ្ញុំចង់ទៅនៅបម្រើលោកសេដ្ឋីកូនមានម្ដាយមិនមានជំពាក់បំណុលសេដ្ឋីនោះទេឲ្យម្ដាយយកកូនទៅនៅជាខ្ញុំគេដេចនឹងកើតទៅបាទម៉ែខ្ញុំទៅនៅគ្រាន់តែចង់ផ្ចាំប្រាជ្ញាគាត់តែប៉ុណ្ណោះទេណាម៉ែតែក៏ព្រមឲ្យកូនទៅនៅជាមួយសេដ្ឋីចាប់ពីថ្ងៃនោះឯងរាល់ព្រឹកសេដ្ឋីប្រើធនជ័យឲ្យកាន់ថង់ស្លាដើរតាមក្រោយធ្វើដំណើរទៅរករូងហើយធនជ័យដើរត្រដល់ក្បិតសេដ្ឋីជិះសេះដើរមិនទាន់ឡើយមើលអាជ័យឯងដើរយ៉ាងម៉េចបានទីមិនទាន់អញអញ្ចឹងបាទលោកតាបាត់ខ្ញុំខ្លាចជ្រុះប្រអប់ស្លាហ្នឹងណាលោកតាឯងដើរឲ្យតែទាន់អញមកជ្រុះអីក៏ជ្រុះចោះ
លុះថ្ងៃក្រោយមកទៀតសេដ្ឋីឡើងជីសេះដូចសពដងធនជ័យក៏ធ្វើជាជ្រួចប្រអប់ស្លាអស់ពីថង់ពេលទៅដល់សាលាសេដ្ឋីចុះពីលើខ្នងសេះឡើងទៅជួបជុំអស់និមឺនតូចធំហើយហៅធនជ័យឲ្យយកប្រអប់ស្លាមកហូបឯធនជ័យយកថង់ស្លាជូនសេដ្ឋីហើយក៏ថយមកអង្គុយនៅកន្លែងមួយដ៏គួរសមពេលសេដ្ឋីបើកថង់ស្លាក៏ឃើញតែថង់ទៅទេហើយគេមិនហ៊ាននិយាយស្ដីលុះមកដល់ផ្ទះវិញសេដ្ឋីក៏ហៅធនជ័យមកសួរ មើលអាជ័យឯងដើរយ៉ាងម៉េចបានជាធ្លាក់ប្រអប់ស្លាអញអស់អញ្ចឹង បានលោកតាខ្ញុំខ្លាចដើរមិនទាន់លោកតាបានជាខ្ញុំមិនហ៊ានឈប់រឹកបាត់លោកតាផ្ដាំខ្ញុំថាត្រូវតែរឹកឲ្យទាន់អី ថ្ងៃក្រោយបើមានអីជ្រុះត្រូវរើសឲ្យអស់កុំឲ្យសល់ឬអត់អាជ័យ លុះព្រឹកឡើងសេដ្ឋីជិះសេះទៅគាល់ស្ដេចរួចធម្មតាឯអាជ័យយួរថង់ស្លាដើរតាមក្រោយដោយយកចិត្តទុកដាក់គុំពេជ្រនោះសេះជុះអាចនៅតាមផ្លូវហ៊ុនជ័យរើសអាចសេះដាក់ថង់ស្លាមិនឲ្យសល់លុះទៅដល់ទីជំនុំសេដ្ឋីទាញថង់ស្លាពីធនជ័យត្រាប់តែឃើញអាចសេះពេញថង់ក៏ខ្មាស់អស់និមឺនវិញព្រះរាជរោងលុះទៅដល់ផ្ទះវិញសេដ្ឋីប្រាប់ធនជ័យថា អាជ័យឯងមិនបាច់ដើរតាមអញទៀតទេអញឲ្យឯងទៅចាំចំការវិញ នៅពេលធនជ័យចាំចំការមានគោក្របីជាច្រើនចូលស៊ីដំណាំធនជ័យមិនដេញសត្វទាំងអស់នោះទេធ្វើឲ្យដំណាំតិចទីគ្មានសល់សេដ្ឋីឃើញដូច្នោះក៏ស្ដីបន្ទោសធនជ័យ ជ័យឯងរវល់តែធ្វើអីបានជាឲ្យគូចូលស៊ីដំណាំអញអស់ពីចំការបែបនេះ ខ្ញុំមិនដឹងវាបាត់លោកតាគ្រាន់តែប្រាប់ខ្ញុំឲ្យចាំចំការតែប៉ុណ្ណោះឥឡូវចំការនឹងបាត់ទៅណាលោកតា អើយអាជ័យឯងមិនបាច់ចាំចំការទេឯងទៅឃ្វាលគូវិញ បានលោកតាខ្ញុំស្វាគូក៏បានដែរតែកូនញីទាំងអស់នោះជាប្រពន្ធរបស់ខ្ញុំ និយាយរួចហើយធនជ័យក៏ចេញទៅឃ្វាលគោនៅកន្លែងឃ្វាលគោមានគោឈ្មោលមកពាក់គោញីធនជ័យបានចាប់គោឈ្មោលទាំងអស់នោះចោលទុកពេលម្ចាស់គោឈ្មោលមកសុំគោវិញធនជ័យប្រាប់ថា គូរបស់អ្នកបានលួចប្រពន្ធខ្ញុំហើយចង់បានគូទៅវិញក៏តែយកប្រាក់មកនោះ កាលបើម្ចាស់គោបានឮធនជ័យថាដូច្នោះហើយក៏ទៅជម្រាបសេដ្ឋីអំពីរឿងនេះសេដ្ឋីគិតថា អញប្រើអាជ័យនេះនឹងកើតរឿងច្រើនទៀត មើលអាជ័យហេតុអីបានជាឯងទៅចាប់គូអ្នកស្រុកដូច្នេះ ខ្ញុំបានជំរាបលោកតាហើយថាងាយគូទាំងនេះជាប្រពន្ធរបស់ខ្ញុំឥឡូវគូឈ្មោះទាំងអស់នេះចង់បានប្រពន្ធខ្ញុំហេតុដូចនេះបានជាខ្ញុំចាប់ទុកប្តឹងលោកតា អាជ័យឯងឲ្យគូទៅម្ចាស់គេវិញចោះហើយមិនបាច់ឃ្វាលគូទៀតទេអញឲ្យឯងធ្វើការនៅក្នុងផ្ទះវិញ មានថ្ងៃមួយសេដ្ឋីកំពុងនិយាយនឹងនាមឿនមួយក្រុមប្រពន្ធសេដ្ឋីក៏ប្រើធនជ័យឲ្យទៅហៅប្តីមកពិសាបាយធនជ័យស្ដាប់ឮហើយក៏ដើរទៅហៅសេដ្ឋីខ្លាំងខ្លាំង លោកតាមកពិសាបាយលោកតាមកពិសាបាយ សេដ្ឋីខ្មាស់គេណាស់តែមិនស្រដីអ្វីឲ្យគេដឹងឡើយសេដ្ឋីចុះពីលើសាលាទៅដល់ផ្ទះស្ដីបន្ទោសឲ្យធនជ័យ អាជ័យមិនក៏ឯងហៅអញខ្លាំងម្លេះបើឯងដើរមកជិតខ្សឹបប្រាប់ទៅវិថី ធនជ័យឮហើយក៏ចងចាំទុកមានថ្ងៃមួយសេដ្ឋីនៅខាងក្រៅកំពុងបង្គាប់មនុស្សឲ្យធ្វើការភ្លើងក៏ឆេះផ្ទះសេដ្ឋីប្រពន្ធភ័យខ្លាំងពេកក៏ប្រើធនជ័យឲ្យរត់ទៅហៅប្តីជាប្រញាប់ធនជ័យរហ័សទៅជិតសេដ្ឋីស្រែកតិចតិច លោកតាភ្លើងឆេះផ្ទះហើយលោកតាភ្លើងឆេះផ្ទះហើយ សេដ្ឋីឃើញធនជ័យធ្វើមាត់មហប់ក៏មានមន្ទិលក្នុងចិត្តហើយក៏សួរ អាជ័យឯងនិយាយថាម៉េចអញស្ដាប់មិនឮសោះ លោកតាភ្លើងឆេះផ្ទះហើយ សេដ្ឋីស្ដាប់ច្បាស់ហើយក៏ប្រើឲ្យធនជ័យយករបស់ណាស្រាលដែលភ្លើងមិនទាន់ឆេះចេញពីផ្ទះធនជ័យម្នារត់ទៅយកសំបុកមាន់ប្រមាណជាង30សំបុកយកទៅទុកមួយអន្លើលុះភ្លើងរលត់អស់សេដ្ឋីប្រមូលរបស់ដែលបានមកពីក្នុងភ្លើងហើយក្រឡេកឃើញធនជ័យក៏សួរថា អាជ័យឯងយកបានរបស់អ្វីខ្លះ
យីអាជ័យរបស់មកកគូក្នុងផ្ទះមិនក៏ឯងមិនយកមិនក៏ឯងទៅយកអាសម្បុកមន់ទៅវិញ លោកតាប្រើខ្ញុំឲ្យទៅយកតែរបស់ស្រាលៗនេះអី អាជ័យទៅហៅអ្នកណាដែលធ្វើឲ្យភ្លើងឆេះមកជួបអញ នេះលោកតាជើងក្រាននេះហើយដែលជាអ្នកផ្ដើមភ្លើង សេដ្ឋីស្ដាប់ហើយពិចារណាថា អញប្រើអាជ័យនេះមិនបានទេបើប្រើវាតទៅមុខឃើញថានឹងបាត់បង់ទ្រព្យសម្បត្តិច្រើនជាងនេះទៅទៀតបើដូច្នេះគ្មានដែលនាំវាទៅថ្វាយព្រះរាជាឲ្យសម្ប លុះ ត្តិ ព្រឹកឡើងសេដ្ឋីរៀបចំខ្លួនយកធនជ័យទៅគាល់ស្ដេចសេដ្ឋីក្រាបទូលស្ដេចថា សូមទានប្រោសទូលព្រះបង្គំជាខ្ញុំមានក្មេងម្នាក់មានប្រាជ្ញាណាស់គេចេះកុហកដេញប្រាជ្ញាមិនទាន់ឡើយឥឡូវនេះទូលបង្គំយកគេមកថ្វាយជាខ្ញុំល្អងធូលីព្រះបាទ មើលអាជ័យឯងចេះកុហកមែនទេ ចេះមានក្រាបទូល ឥឡូវឯងកុហកយើងមកមើល បួនកុហកនៅក្នុងផ្ទះឯនោះក្រាបទូល ស្ដេចត្រាស់ប្រើមហាថ្លឹកម្នាក់ទៅយកក្បួនកុហកអំពីផ្ទះធនជ័យមហាថ្លឹកទៅដល់ផ្ទះប្រាប់ម្ដាយធនជ័យឲ្យយកក្បួនកុហកនោះចេញមកតែម្ដាយធនជ័យថាគ្មានទេមហាថ្លឹកត្រឡប់មកវិញទូលព្រះអង្គតាមដំណើរទើបស្ដេចមានបន្ទូលសួរធនជ័យ អាជ័យឯងថាក្បួនកុហកនៅឯផ្ទះឥឡូវនេះម្ដាយឯងថាគ្មានក្បួនកុហកទេ មិនហើយហៅថាកុហកសូមទ្រង់ជ្រាប ស្ដេចទាល់ដំរេះក៏នៅស្ងៀមហើយព្រមទទួលធនជ័យឲ្យរស់នៅក្នុងរាជវាំងស្ដេចគិតថានឹងលបងប្រាជ្ញាអជ័យនោះមើលស្ដេចបានយាងទៅកំពង់ទឹកហៅអស់នាម៉ឺនតូចធំលាក់កងមន់ម្នាក់មួយចុះទៅក្នុងទឹកជាមួយធនជ័យនោះពួកគេងើបឡើងស្រែកថា ពេលស្រែកហើយពួកគេយកពងមាន់មកថ្វាយស្ដេចគ្រប់គ្នាឯធនជ័យនៅក្រោយគេរកពងមាន់មិនបានងើបឡើងស្រែកថា អាជ័យឯណាពងមាន់របស់ឯង មកទូលបង្គំនេះជាមន់ឈ្មោលមានពងនេះបានទេក្រាបទូលប៉ុន្តែទូលបង្គំអាចជន់មន់ញីទាំងនេះទើបមានពងណាក្រាបទូល ស្ដេចព្រះសណ្ដាប់ហើយក៏កោតប្រាជ្ញាធនជ័យណាស់ហើយសួរធនជ័យថា អាជ័យឯងមានអាយុប៉ុន្មានឆ្នាំហើយ គុំមានអាយុ11ឆ្នាំហើយក្រាបទូល ថ្ងៃមួយស្ដេចយាងទៅប្រពៀតព្រៃហើយបង្គាប់ធនជ័យថា អាជ័យអញឲ្យឯងជិះដំរីដែលដាក់ក្រយ៉ាឆ្ញោយបើជិះមិនទាន់អញទេឯងនឹងមានទោស ឯដំរីនោះទៀតសោតចាស់ដើរមិនទាន់គេឡើយធនជ័យធ្វើក្តោងហើយយកថ្នោតដោផង ព្រះមហាក្សត្រទៅដល់ព្រះពន្លារកធនជ័យមិនឃើញទ្រង់មានព្រះតម្រិះយល់ឃើញថា អាជ័យនេះមុខជាខុសមិនខាន បន្តិចក្រោយមកទើបធនជ័យមកដល់ព្រះមហាក្សត្រសួរធនជ័យ អាជ័យឯងជិះដំរីដូចម្ដេចបានជាតាមមិនទាន់អញអញ្ចឹង ដំរីទូលបង្គំមិនដែរព្រះបង្គំពីខ្ញុំធ្វើក្តោបបាបហើយយកថ្នោតដល់ផងទូលបង្គំមិនបានប្រហែសទេសូមទ្រង់ជ្រាប ស្ដេចព្រះសណ្ដាប់ហើយក៏នៅស្ងៀមស្ដេចគិតក្នុងព្រះទ័យថា ជ័យនេះមានប្រាជ្ញាណាស់តើគិតធ្វើដូចម្ដេចដើម្បីផ្ចាញ់ប្រាជ្ញាវាបាន ស្ដេចបញ្ជាអស់នាម៉ឺនសពមុខមន្ត្រីឲ្យរកសេះម្នាក់មួយហែព្រះអង្គទៅប្រពៀតព្រៃបើអ្នកណាគ្មានសេះជិះនឹងមានទោសមហាក្សត្របង្គាប់ធនជ័យថា អាជ័យឯងហែអញទៅប្រពៀតព្រៃហើយរកសេះជិះផង ក្រាបទូល ធនជ័យរត់ទៅខ្ចីសេះគេមាននរណាម្នាក់ហ៊ានឲ្យសេះខ្ចីឡើយ ធនជ័យទាល់តម្រេះក៏ទៅយកសេះកូនអុកក្តាប់នៅដៃតែស្ដាច់ទៅនៅទីនេះព្រះមហាក្សត្រ
តទៅដល់ព្រះពន្លាទតឃើញធនជ័យរត់ខ្មាញ់ក៏សួរថា អាជ័យអញអោយឯងជិះសេះមកឥឡូវសេះឯងនៅឯណា ធនជ័យបង្ហាញកូនសេះអុកទូលព្រះអង្គថា សេះនេះហើយក្រាបទូលបង្គំជិះមក ស្ដេចទាល់ដំរះក៏នៅស្ងៀមមិនយកទោសអ្វីឡើយថ្ងៃបន្ទាប់ស្ដេចបញ្ជាឲ្យធនជ័យបោសសម្អាតនៅក្រោមដំណាក់ធនជ័យក៏រៀបចំខ្លួនចូលទៅបោសសម្អាតនៅទីនោះអស់អ្នកម្នាងឃើញធនជ័យនៅពីក្រោមក៏នាំគ្នាដើរទន្ទ្រាំជើងលើក្បាលធនជ័យ អង្គអ្នកនាងនេះចូលចិត្តប្រើទន្ទ្រាំនៅក្បាលអញណាស់ដូច្នេះអញធ្វើយ៉ាងណាកុំឲ្យស្ដេចប្រើអញមកបោសទីនេះទៀត បន្ទាប់ពីធនជ័យគិតរួចហើយក៏ស្រែកជេរខ្លាំងៗថា មីចៅដកតងបានជីក៏ដោយសារគូតមិនបានជីក៏ដោយសារគូត អ្នកម្នាងទាំងអស់ឮហើយខឹងណាស់ក៏បបួលគ្នាទៅទូលពិតស្ដេចក្រាវក្រោធជាខ្លាំងហើយស្ដីបន្ទោសឲ្យធនជ័យ អាជ័យហេតុអ្វីបានជាឯងជេរប្រមាថអស់ប្រពន្ធអញ ទូលព្រះបង្គំជាខ្ញុំមិនបានជេរមិនចោលអស់អ្នកលៀងនោះទេដែលទូលបង្គំចូលទៅបោសសម្អាតមានសម្បុកពេញពាងជាច្រើនជាប់ក្បាលទូលបង្គំទូលបង្គំជេរពេញពាងយ៉ាងនេះសូមត្រង់ជ្រាប តាំងពីថ្ងៃនោះមកព្រះមហាក្សត្រមិនដែលប្រើធនជ័យឲ្យទៅបោសក្រោមដំណាក់ទៀតឡើយព្រះអង្គមានព្រះតម្រិះយល់ឃើញថា អញដេញប្រាជ្ញាអាជ័យមិនទាន់សោះបើដូច្នោះអញនឹងលេងជលមន់ម្ដង ស្ដេចបានហាមប្រាមមនុស្សទាំងអស់មិនឲ្យអាជ័យខ្ចីមាន់ឬលក់មាន់ឲ្យអាជ័យឡើយលុះព្រឹកឡើងស្ដេចយកមាន់មកជល់នៅមុខព្រះលានហើយមានបន្ទូលនឹងធនជ័យថា អាជ័យឯងទៅរកមាន់មកជល់នឹងមាន់អញឥឡូវនេះ ធនជ័យរកមាន់មិនបានហើយក៏គិតក្នុងចិត្តថា មានមហាក្សត្រចង់ចាំបញ្ញាអញទៀតហើយ គិតហើយធនជ័យបានចាប់កូនមាន់មកជល់នឹងមាន់ស្ដេចលុះមកដល់ទ្រង់មានព្រះបន្ទូលថា អាជ័យឆាប់យកមាន់ឯងចេញមក លឺបន្ទូលដូច្នោះក៏ចាប់កូនមាន់ដែលគ្របនឹងក្រណាត់សមកជល់នឹងមាន់ព្រះរាជាឯកូនមាន់ឃើញមាន់ធំនោះស្មានថាជាមេរបស់វាក៏រត់ទៅសសល់ក្រោមពោះមាន់ជល់ចំណែកមាន់ព្រះរាជារសាបខ្លាំងពេកក៏រត់ចេញយ៉ាងលឿន ឆ្លះហើយ ព្រះមហាក្សត្រទតឃើញដូច្នោះក៏អៀនព្រះតីពន់ពេកហើយប្រកាសមិនអោយធនជ័យចូលក្នុងព្រះរាជវាំងរយៈពេល10ឆ្នាំឯធនជ័យស្ដាប់ហើយក៏ទៅនៅឯផ្ទះរបស់ខ្លួនវិញ4ថ្ងៃក្រោយមកស្ដេចនិមន្តលោកគ្រូសង្គ្រាចចូលទៅទេសនាក្នុងរាជវាំងធនជ័យដឹងដូច្នោះហើយក៏ទៅអង្គុយក្នុងសាលាជួបអស់នាម៉ឺនទូចធំនិយាយយ៉ាងប្រងើយ ថ្ងៃនេះស្ដេចនឹងហៅខ្ញុំចូលវាំងហើយ ឯនាម៉ឺនទាំងអស់ពេលឮធនជ័យថាដូច្នោះហើយក៏នាំគ្នាសើចបន្ទាប់មកលោកគ្រូសង្គ្រាចក៏និមន្តមកដល់ សក់ក្បាលខ្ញុំដូចសក់ក្ងោកមើលទៅមុខនោះគ្រាន់ជាគូតខ្ញុំ លោកគ្រូសង្គ្រាចស្ដាប់ហើយខ្ញាល់នឹងធនជ័យក៏ទៅទូលព្រះមហាក្សត្រអំពីរឿងនេះស្ដេចត្រាស់ហើយប្រើមហាផ្លឹកម្នាក់ឲ្យទៅហៅធនជ័យចូលគាល់ធនជ័យមកដល់ក្រាបបង្គំដោយស្ងៀមស្ងាត់ អាជ័យហេតុអ្វីបានជាឯងដៀលព្រះសង្ឃ ទូលបង្គំថាមែនតែមិនមែនដៀលថ្នេះលោកទេពាក្យនេះជាឧបមាឲ្យខ្លួនទូលបង្គំទេតាក្បត់ព្រះអង្គបានចូលវាំងហើយទូលបង្គំមិនបានចូលវាំងទើបស្រដេកដូច្នេះថាទូល សូមព្រះដេចគុណកុំខ្ញាល់នឹងអាជ័យអីវាឧបមាឲ្យខ្លួនវាទេតា ក្រោយមកស្ដេចបញ្ជាអស់ស្រីៗនៅក្នុងរាជវាំងទៅជួសអាចដាក់មុខផ្ទះធនជ័យ អាជ័យអើយព្រះរាជាប្រើពួកយើងឲ្យមកជួយអាចដាក់មកផ្ទះឯងបើស្ដេចមានបន្ទូលដូច្នេះហើយខ្ញុំមិនមានខ្វល់ពួកនឹងទេចង់ជួបបញ្ជូនចោះតែកំណត់មិនសោះមកលំផងទុកជាល្មើសនឹងព្រះបន្ទូលហើយ